ក្នុងដៃខ្ញុំនេះគឺជាប្រភេទសភៅដែលតាក់ទងជាមួយចំណេះដឹងដែលខ្ញុំចង់បង្ហាញបងប្អូនថ្ងៃហ្នឹងនៅក្នុងប្រទេសកូរ៉េបើទោះបីជាគេដាំដំណាំបានល្អបែបនេះទិន្នផលបែបនេះល្អខ្លាំងបែបនេះក៏ដោយប៉ុន្តែជនជាតិកូរ៉េគេនៅតែរៀនតាក់ទងជាមួយនឹងចំណេះដឹងកសិកម្មអញ្ចឹងទោះបីជាគេដាំបានក៏ដោយប៉ុន្តែការដាំបានរបស់គេនេះគឺនៅតែមានជួបបញ្ហាជាប្រចាំថ្ងៃឧទាហរណ៍មួយដើមនេះពេញប៉ោះមួយដើមនេះខ្ញុំចង់ចែកចម្លែកទៅកាន់បងប្អូនពីព្រោះពេញប៉ោះមួយដើមនេះវាមានលក្ខណៈពិសេសខុសគេហើយវាជាប្រភេទជំងឺដែលខ្ញុំចង់បង្ហាញបងប្អូនថ្ងៃនេះហើយខ្ញុំឃើញសភៅនេះមួយក្បាលតាក់ទងជាមួយនឹងចំណេះដឹងគឺល្អមែនទែនខ្ញុំឃើញមានច្រើនចំណុចណាស់ដូចជាចំណុចដែលជួបនៅលើដើមពេញប៉ោះនេះផ្ទាល់តើវាបណ្ដាលមកពីបញ្ហាអីហើយតើយើងមានវិធីសាស្ត្រអ្វីខ្លះក្នុងការព្យាបាលវាហើយវាមានចំណេះដឹងផ្សេងទៀតដូចជាចំណុចនេះគឺជាបច្ចេកទេសនៃការបដិសកូនពេញប៉ោះហើយវាមានប្រភេទដូចជាជំងឺអីផ្សេងពាក្យច្រើនគឺជាប្រភេទជំងឺហើយនឹងវិធីសាស្ត្រក្នុងការព្យាបាលហើយវាជាភាសាអង់គ្លេសលាយជាមួយនឹងភាសាកូរ៉េពីព្រោះប្រភេទសភៅនេះគឺជាប្រភេទសភៅនាំចូលមកពីក្រៅប្រទេសដែរប៉ុន្តែសម្រាប់ជនជាតិកូរ៉េនៅពេលដែលគេធ្វើកសិកម្មពាក្យច្រើនគេមានសភៅដែលណែនាំច្រើនតាក់ទងជាមួយនឹងចំណេះដឹងកសិកម្មនេះដូចជាប្រភេទពេញប៉ោះនេះមួយដើមអញ្ចឹងឥឡូវខ្ញុំបង្ហាញបងប្អូនមួយមេរៀនទៅចោះតាក់ទងជាមួយនឹងចំណេះដឹងនេះហើយខ្ញុំបញ្ជាក់បងប្អូនថាសភៅនេះខ្ញុំគម្រោងបកប្រែជាភាសាខ្មែរទៅចែកចម្លែកទៅកាន់បងប្អូនប៉ុន្តែវាត្រូវការរយៈពេលយូរក្នុងការចែកចម្លែកទៅកាន់បងប្អូនវាទម្រាំទៅដល់ខ្ញុំទៅខ្មែរអញ្ចឹងណាអញ្ចឹងខ្ញុំចែកចម្លែកទៅកាន់បងប្អូនតាក់ទងជាមួយនឹងចំណេះដឹងនេះពីព្រោះខ្ញុំឃើញបញ្ហាផ្ទាល់ខ្ញុំអនុវត្តផ្ទាល់ហើយខ្ញុំឃើញមេរៀននៅក្នុងនេះផ្ទាល់អញ្ចឹងខ្ញុំចែកចម្លែកទៅកាន់បងប្អូនបដើទៅទម្រាំតែខ្ញុំបានទៅខ្មែរវិញខ្ញុំយកសភៅនេះទៅព្រីនចែកចម្លែកទៅកាន់បងប្អូនវិជាកសិករខ្មែរយើងឲ្យយល់ដឹងអញ្ចឹងខ្ញុំចែកចម្លែកទៅកាន់បងប្អូនសិនថាពេញប៉ោះមួយដើមនេះវាបណ្ដាលមកពីអីបងប្អូនមើលចុះមួយដើមនេះវាលូតខុសគេស្លឹកវារៀងលឿងរួញហើយការផ្ដល់ផ្លែហ្នឹងក៏អត់សូវល្អដូចដើមទូទៅដែរហើយបងប្អូនមើលអាដើមទូទៅផ្សេងនេះទៀតគឺវាល្អមែនតើដើមវារលូនតែម្ដងហើយឡើងខៀវហើយមួយដើមនេះស្លឹកវារៀងលឿងហើយរួញតើវាបណ្ដាលមកពីអីនៅក្នុងនេះគេបង្ហាញអានេះគឺជាប្រភេទស្លឹកហ្នឹងស្លឹកដែលជួបបញ្ហាផ្ទាល់ហ្នឹងគឺវាជាប្រភេទបង្កឡើងដោយការកង្វះម៉ាញ៉េស្យូមហើយដើម្បីផ្ដល់ម៉ាញ៉េស្យូមទៅកាន់វាតើគេផ្ដល់យ៉ាងដូចម្ដេចជាទូទៅនៅពេលដែលគេលាយជីគេមានសារធាតុផ្សំហើយក្នុងជីហ្នឹងមានអីខ្លះមានម៉ាញ៉េស្យូមមានប៉ូតាស្យូមមាន MPK អីជាដើមអាហ្នឹងគឺជាប្រភេទជីដែលគេលាយហើយនៅពេលដែលគេលាយនៅពេលដែលវាកង្វះអញ្ចឹងគឺគេលាយជីប្រភេទហ្នឹងដើម្បីផ្ដល់ទៅដល់វាហើយនឹងឲ្យវាលូតលាស់អញ្ចឹងទៅអាហ្នឹងគឺជាវិធីសាស្ត្រនៃការព្យាបាលហើយចំពោះកង្វះប៉ូតាស្យូមគឺវាស្តៀងនឹងកង្វះម៉ាញ៉េស្យូមដែរបងប្អូនឃើញទេវាលឿងដូចគ្នាអានេះកង្វះប៉ូតាស្យូមនេះគឺវាលឿងដូចគ្នាប៉ុន្តែលក្ខណៈខុសគ្នាគឺត្រង់ថាកង្វះម៉ាញ៉េស្យូមគឺលឿងលើផ្ទៃស្លឹកហ្នឹងទាំងមូលនេះបងប្អូនឃើញណាគឺវាពណ៌លឿងទៅលើស្លឹកហ្នឹងទាំងមូលតែម្ដងប៉ុន្តែចំពោះកង្វះប៉ូតាស្យូមវិញគឺលឿងកលឹងស្លឹកចុងស្លឹកនេះអាលឿងហ្នឹងគឺនៅចុងស្លឹកហ្នឹងគឺជាកង្វះប៉ូតាស្យូមប៉ុន្តែចំពោះលឿងទាំងមូលអញ្ចឹងគឺកង្វះម៉ាញ៉េស្យូមហើយប៉ុន្តែវាមិនមែនមានតែពីរហ្នឹងទេវាមានលក្ខណៈស្តៀងគ្នាច្រើនទៀតដូចជាបង្កឡើងដោយប្រភេទវីរុសអីជាដើមវាលឿងប៉ុន្តែវាអត់លឿងផ្ទៃខាងក្រោមទេគឺវាលឿងបដូលអាហ្នឹងគឺជាបញ្ហាបណ្ដាលមកពីវីរុសហើយវីរុសហ្នឹងគឺវាមានច្រើនទៀតតាក់ទងជាមួយនឹងវីរុសហ្នឹងនេះបងប្អូនឃើញទេសិតតែប្រភេទបង្កឲ្យមានបញ្ហាទៅលើស្លឹកពេញប៉ោះនេះដូចជាលឿងគឺជាលឿងបដូលអញ្ចឹងវាបង្កឡើងដោយវីរុសបង្កឡើងដោយសត្វល្អិតបងប្អូនភាគច្រើនដាំដំណាំអាចនឹងរួញបដូលអត់លូតលាស់អញ្ចឹងទៅហើយការផ្ដល់ផ្លែអីហ្នឹងគឺវាអត់ល្អទេនៅពេលដែលរួញពេញប៉ោះមួយដើមនេះអាចផ្ដល់ផ្លែពេញមួយឆ្នាំពីខែ12រហូតដល់ខែ7ហើយការដាំខែ9ប្រមូលផលខែ12កាត់ចោលនៅខែ7អញ្ចឹងវាមានរយៈពេលជិត1ឆ្នាំហើយនៅគេទុករយៈពេល2ខែដើម្បីសម្អាតហើយស៊ឺដាំថ្មីអញ្ចឹងនៅពេលដែលវាមានបញ្ហាជំងឺបែបនេះបង្កឡើងដោយវីរុសបង្កឡើងដោយជំងឺអីផ្សេងអញ្ចឹង
ពេញប៉ោះនេះវាអាចនឹងកាត់ចោលមុនខែអញ្ចឹងវាធ្វើឲ្យខាតវាអត់អាចប្រមូលផលបានពេញមួយឆ្នាំណាអញ្ចឹងអានេះគឺជាចំណុចដែលខ្ញុំចង់ចែកចម្លែកទៅកាន់បងប្អូនប៉ុណ្ណឹងតាក់ទងជាមួយនឹងចំណេះដឹងបញ្ហាបង្កនៅលើដើមនេះហើយការពិតទៅខ្ញុំចង់ចែកចម្លែកសភៅនេះទៅកាន់បងប្អូនមែនទែនប៉ុន្តែដោយសារតែឥឡូវនេះខ្ញុំនៅក្នុងប្រទេសកូរ៉េហើយខ្ញុំក៏អត់ទាន់អាចបកប្រែជាភាសាខ្មែរបានអញ្ចឹងខ្ញុំអនុវត្តផ្ទាល់ខ្ញុំមានចំណេះដឹងផ្ទាល់តាក់ទងជាមួយនឹងសភៅនេះចែកម្លែកទៅកាន់បងប្អូនបដាសិនទៅប្រហែលជាខ្ញុំត្រូវការពេល1ឆ្នាំ2ឆ្នាំទៀតដើម្បីខ្ញុំបញ្ចប់អាណត្តិនៅក្នុងប្រទេសកូរ៉េហើយបានខ្ញុំត្រឡប់ទៅខ្មែរវិញអញ្ចឹងខ្ញុំអាចយកសភៅនឹងទៅចែកម្លែកទៅកាន់បងប្អូនបានហើយចំណេះដឹងបើសិនជាបងប្អូនគាំទ្រនៅការផលិតវីដេអូបែបនេះជួយ share វីដេអូម្នាក់មួយទៅដើម្បីឲ្យបងប្អូនដទៃបានទស្សនាផងហើយនឹងចុច follow page ដើម្បីទទួលបានវីដេអូថ្មីខ្ញុំនឹងចែកចម្លែកនៅក្នុង page នេះអរគុណជំរាបលាបងប្អូន